សាធារណរដ្ឋប្រជាមានិតចិនជាមហាប្រទេសមួយនៅអាស៊ីដែលពិភពលោកទទួលស្គាល់ថាមានការអភិវឌ្ឍខ្លាំងហើយក៏ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី2នៅលើពិភពលោកផងដែរបច្ចុប្បន្ននេះប្រជាពលរដ្ឋចិនទាំងអស់មានចំនួនជាង 2000 លាននាក់ការរីកចម្រើននិងអភិវឌ្ឍទាំងនេះគឺត្រូវបានរកឃើញបណ្ដាលមកពីការដឹកនាំដ៏ឈ្លាសវៃពីបណ្ដាមេដឹកនាំរបស់ប្រទេសចិនទីក្រុងហុងកុងជាទីក្រុងមួយនៅភាគខាងត្បូងនៃសាធារណរដ្ឋប្រជាមានិតចិនមានព្រំប្រទល់ជាប់ក្រុងសិនជិនខេត្តខ្វាងតុងនិងកោះវ៉ាន់សានតំបន់ទេសចរទីក្រុងហុងកុងក៏កើតដោយកោះហុងកុងកោះកៅលូនតំបន់ដីគោកថ្មីនិងកោះតូចធំប្រហែល262កោះរួមបញ្ចូលគ្នាដែលមានផ្ទៃដីរហូតដល់ជាង 1104 គីឡូម៉ែត្រការ៉េក្នុងនោះផ្ទៃទឹកមានចំនួនជាង 59% សេដ្ឋកិច្ចទីក្រុងហុងកុងរីកចម្រើនមួយភាគធំដោយសារការដឹកជញ្ជូននិងកំពង់ផែហើយចរាចរណ៍គឺមានការរីកចម្រើនខ្លាំងនិងខ្វាត់ខ្វែងក្នុងនោះមធ្យោបាយដឹកជញ្ជូនគឺរួមមានរថយន្តក្រុងតាក់ស៊ីនិងសាឡាងជាដើមពិសេសគឺរថភ្លើងជាមធ្យោបាយដឹកជញ្ជូនជាចម្បងសម្រាប់ទីក្រុងហុងកុងដែលអាចដឹកអ្នកដំណើរនិងភ្ញៀវទេសចរបានប្រហែល412លើកជារៀងរាល់ថ្ងៃដែលអាចបំពេញតម្រូវការសម្រាប់ប្រជាជនហុងកុងពិសេសភ្ញៀវទេសចរមិនត្រឹមតែប៉ុណ្ណោះហុងកុងជាតំបន់តែមួយគត់ដែលប្រើប្រាស់កាតអេឡិចត្រូនិកសម្រាប់ការធ្វើដំណើរមុនគេនៅលើពិភពលោកដោយសារតែវិស័យគមនាគមន៍មានភាពរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្នទីក្រុងហុងកុងអាចស្រូបទាញយកភ្ញៀវទេសចរបានរាប់លាននាក់ក្នុងមួយឆ្នាំវិស័យទេសចរជាអាទិភាពទី2សម្រាប់ទីក្រុងហុងកុងហើយនៅពេលទៅកំសាន្តទីក្រុងហុងកុងអ្នកទេសចរទាំងអស់តែងតែទៅកំសាន្តនៅតំបន់កេរដំណែលដែលមានឈ្មោះល្បីតាំងពីបុរាណរបស់ហុងកុងនិងតំបន់រស់នៅរបស់អ្នកល្បីឈ្មោះកាលពីបុរាណថែមទៀតផងតំបន់ទាំងនោះរួមមានវិហារអក្សរសាស្ត្រនិងវិជ្ជាគុណវិហារថុងឡវ័នវិហារព្រះយេស៊ូវភ្នោទេវតានាគ9ហងតាសៀនវិហារស្ដេចស្វាវិហារគង់ស៊ីអ៊ីមភ្នំឈើអ៊ីនវិហារនាគ9បរិសុទ្ធជាដើមមិនត្រឹមតែប៉ុណ្ណោះទីក្រុងហុងកុងមានសួនច្បារអច្ឆរិយៈ23កន្លែងថែមទៀតផងរមណីយដ្ឋាន Disneyland នៃទីក្រុងហុងកុងជា Disneyland ទី5នៅលើពិភពលោកស្ថិតនៅលើភ្នំតាអ៊ីភាគខាងត្បូងសមុទ្រចិនដែលមើលទៅគឺដូចជា Disneyland នៅអាមេរិកនិងប្រទេសដទៃទៀត Disneyland នៅហុងកុងមាន4តំបន់ចម្បងគឺភ្នូរតូចធំរបស់អាមេរិកពិភពផ្សងព្រេងពិភពសុបិនពិភពថ្ងៃស្អែកឡាក់តំបន់នីមួយៗសុទ្ធតែអាចឲ្យភ្ញៀវទេសចរទាំងអស់មានអារម្មណ៍ស្រស់ថ្លានិងប្លែកភ្នែកពិសេសប្អូនៗកុមារពិតជាបានឃើញនៅពិភពតុក្កតាដ៏សម្បូរបែបបើតាមការឲ្យដឹងពីកញ្ញាតាំងលេងប្រធានផ្នែកទីផ្សារក្រុមហ៊ុន CH World Travel ឲ្យដឹងថាក្រៅពីទស្សនារមណីយដ្ឋាន Disneyland ភ្ញៀវទេសចរក៏អាចទៅកម្សាន្តនៅទីក្រុងសិនជិនសាធារណរដ្ឋប្រជាមានិតចិនដែលសម្បូរទៅដោយតំបន់កម្សាន្តនានាដែលរួមមានតំបន់រ៉ែត្បូងចំការតែឧទ្យានជាតិយានប៉ភូមិវប្បធម៌ជនជាចិននិងរមណីយដ្ឋាន OCT ដែលជាតំបន់មានពណ៌បៃតងជាដើមកញ្ញាតាំងលេងបន្តទៀតថាទីក្រុងសិនជិនជាទីក្រុងដ៏ប្រណិតផ្នែកឧស្សាហកម្មដោយសារតែឧស្សាហកម្មនេះហើយទើបធ្វើឲ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបង្កើតតំបន់នេះឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសទី1របស់ប្រទេសចិនដោយមានការគ្រប់គ្រងពីអតិថិជនចាស់ថ្មីកន្លងមកក្រុមហ៊ុន CH World Travel ក៏ទទួលការជោគជ័យណាស់ក្នុងលើការដឹកនាំភ្ញៀវទេសចរមកលេងកម្សាន្តនៅក្រៅប្រទេសនៅលើពិភពលោកក្នុងនោះក៏មានកម្ពុជាផងដែរ
ថ្ងៃនេះក្រុមហ៊ុន CH World Travel បានដឹកនាំភ្ញៀវទេសចរដែលតាមមកតាមការមកយន្តហោះមកលេងនៅរមណីយដ្ឋានដ៏ល្បីឈ្មោះមួយនៅទីក្រុងសិនចិនដែលមានឈ្មោះថារមណីយដ្ឋាន OCT East ទីក្រុងចុងសានជាក្រុងមួយរបស់ខេត្តខ្វាងតុងក្រុងមួយនេះជាស្រុកកំណើតរបស់អតីតមេដឹកនាំចិនដ៏ល្បីល្បាញមួយរូបនិងជាវីរបុរសដែលប្រជាជនគោរពនិងកោតសរសើរគ្រប់ចំនួននោះគឺលោកស៊ុនយ៉ាតសេនប្រមុខដឹកនាំដ៏ឆ្នើមរបស់សាធារណរដ្ឋប្រជាមានិតចិនទីក្រុងចុងសានក៏បានជាប់ជាទីក្រុងគំរូផ្នែកបរិស្ថាននិងសោភ័ណភាពផងដែរក្រៅពីនេះទីក្រុងចុងសានជាទីក្រុងទេសចរបែបវប្បធម៌ប្រវត្តិសាស្ត្រដោយរួមមានភូមិឈ្វុយហឹងភូមិកំណើតរបស់លោកស៊ុនយ៉ាតសេនហើយនៅមានក្រុងជូហាយរូបសំណាកស្ត្រីត្រត្បូងភ្នំសឺជីងតំបន់ផ្សំឱសថបុរាណនិងផ្សារក្រោមដីជាដើមដែលអាចទាក់ទាញអ្នកទស្សនាមកកម្សាន្តនិងស្រាវជ្រាវថែមទៀតផងដោយសារការបំពេញតម្រូវការទេសចរកម្សាន្តរបស់ភ្ញៀវទេសចរក្រុមហ៊ុន CH World Travel បានឈានដល់ការបដិមុខក្នុងការជួលយន្តហោះផ្ទាល់ខ្លួនក្នុងការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសផ្សេងៗជុំវិញតំបន់អាស៊ីនិងឈានទៅកាន់ពិភពលោករាល់ដំណើរទស្សនាកម្សាន្តទាំងអស់ភ្ញៀវទេសចរពិតជាទទួលបាននូវភាពសប្បាយរីករាយនិងការទទួលនូវអនុស្សាវរីយ៍ដែលមិនអាចភ្លេចបានពី CH World Travel ជាក់ជាមិនខានមូលហេតុដែល CH World Travel អាចមានលទ្ធភាពធ្វើការជួលយន្តហោះដោយសារទី1ក្រុមហ៊ុន CH Travel មានអតិថិជនដែលជាអតិថិជនហៅថាប្រចាំច្រើនហើយមានអ្នកគាំទ្រដល់សេវារបស់ក្រុមហ៊ុន CH Travel កន្លងមកក៏ច្រើនក៏ដូចជាមានការទទួលស្គាល់គុណភាពពីអតិថិជនក្នុងនិងក្រៅស្រុកក៏ច្រើនដូច្នេះបាន CH Travel បានឈានទៅដល់ការជួលជើងយន្តហោះហើយបានទទួលជោគជ័យស្ថាពរថ្ងៃនេះយើងជើងយន្តហោះរបស់យើងមានចំណុះភ្ញៀវ158នាក់បាទហើយបានជោគជ័យ 100% តែម្ដងបាទទាំងការមកនិងការចេញដំណើរទៅវិញពិសេសរាល់ការផ្ដល់សេវារបស់យើងធ្វើឲ្យអតិថិជនទទួលបានអត្ថប្រយោជន៍ច្រើនទាំងផ្លូវកាយផ្លូវចិត្តនិងការនឹងទទួលបានចំណេះដឹងផ្សេងៗតាមរយៈដំណើរកម្សាន្តរបស់គាត់ទៅបណ្ដាប្រទេសផ្សេងៗកន្លងមកក៏ដូចជាយើងផ្ដល់ជូនការជួលយន្តហោះលើកនេះធ្វើឲ្យគាត់ទទួលបានអត្ថប្រយោជន៍ច្រើនគឺតម្លៃនៃការកញ្ចប់ទេសចរហ្នឹងគឺមានតម្លៃថោកបាទហើយធ្វើឲ្យគាត់ទទួលបានអត្ថប្រយោជន៍ពីកញ្ចប់ទេសចរនេះតតែម្ដងជាមួយគ្នានេះដែរប្រជាពលរដ្ឋកម្ពុជាទាំងអស់អាចមានឱកាសពេលវេលានិងលទ្ធភាពក្នុងការដើរកម្សាន្តទាំងក្នុងប្រទេសនិងជុំវិញពិភពលោកក៏ព្រោះតែប្រទេសកម្ពុជាបច្ចុប្បន្នទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍយ៉ាងឆាប់រហ័សដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីចំពោះប្រជាពលរដ្ឋកម្ពុជាដែលធ្វើដំណើរទៅទស្សនាទីក្រុងហុងកុងតាមរយៈក្រុមហ៊ុនទេសចរ CH World Travel បានសម្ដែងនូវភាពរីករាយនិងអារម្មណ៍ផ្ទាល់ខ្លួនយ៉ាងដូចនេះថាខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានមកឃើញប្រទេសគេដែលជឿនលឿនណាថ្ងៃក្រោយខ្ញុំនាំទាំងកូនចៅខ្ញុំមកលេងម្ដងការរីកចម្រើនរបស់ទីក្រុងហុងកុងសិនចិនយើងគិតថាការរីកចម្រើនរបស់គេប្រហែលគ្នាប៉ុន្តែបើប្រៀបធៀបជាមួយនឹងខាងស្រុកខ្មែរយើងខ្ញុំជឿថាឥឡូវប្រទេសកម្ពុជាយើងកំពុងតែធ្វើការអភិវឌ្ឍខ្ញុំជឿថាអនាគតប្រទេសកម្ពុជានឹងមានដូចគេដែរខ្ញុំបានមកទេសនាចរនេះមានការសប្បាយរីករាយខ្លាំងណាស់បានដើរជាមួយធัวសិតតែខ្មែរយើងទាំងអស់គ្នាខ្ញុំបានមកដល់ប្រទេសចិននេះមានការរំភើបណាស់ពីព្រោះយើងខ្មែរកាលដល់អាយុប៉ុនខ្ញុំចឹងបានឆ្លងកាត់ពេលវេលាពលពតវេទនាលំបាកបានមកដល់សម័យឥឡូវនេះសម្ដេចហ៊ុនសែនបានជួយដឹកនាំប្រទេសយើងបានជឿនលឿនបានស្គាល់ដល់ប្រទេសជិតខាងទាំងអស់បាយរីករាយណាដោយសារបាននាយករដ្ឋមន្ត្រីយើងនិងសម្ដេចហ៊ុនសែនដឹកនាំមកប្រទេសជាតិល្អបានខ្ញុំបានមកដល់នេះកើតសាធារណរដ្ឋប្រជាមានិតចិនក៏មានគម្រោងជាច្រើនផងដែរ
ក្នុងការតាក់ទាញភ្ញៀវទេសចរអន្តរជាតិនៅលើពិភពលោកឲ្យចូលទៅទស្សនាកម្សាន្តនៅគ្រប់រមណីយដ្ឋានទាំងអស់ដែលប្រទេសចិនមាននិងព្រមទាំងបង្ហាញឲ្យពិភពលោកឃើញថាប្រទេសចិននាពេលបច្ចុប្បន្នកំពុងតែទទួលនូវការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យពិសេសវិស័យទេសចរបើទោះបីជានៅលើពិភពលោកកំពុងជួបប្រទះនៅវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងណាក៏ដោយក៏ប្រទេសចិននៅតែមានភាពជឿនលឿននិងស៊ីវិល័យ